ជំរាបសួរនិងសួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាស្វាគមន៍កម្មមកកាន់ Channel របស់យើងខ្ញុំសាជាថ្មីថ្ងៃនេះយើងនឹងមកជជែកនិងស្វែងយល់អំពីអត្ថន័យដ៏ជ្រាលជ្រៅនៃសុភាសិតខ្មែរមួយឃ្លាដែលដូនតាយើងបានបន្សល់ទុកជាមេរៀនដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយនោះគឺត្រីកំភ្លាញងាប់ព្រោះមាត់ខ្វែកងាប់ព្រោះអាចតើសុភាសិតនេះមានអត្ថន័យយ៉ាងណាខ្លះហើយតើវាផ្ដល់ជាការអប់រំអ្វីខ្លះដល់ការរស់នៅប្រចាំថ្ងៃរបស់យើងតោះសូមតាមដានទស្សនាស្ដាប់ជាមួយនឹងខ្ញុំទាំងអស់គ្នាសុភាសិតត្រីកំភ្លាញងាប់ព្រោះមាត់ខ្វែកងាប់ព្រោះអាចគឺជាការដាស់តឿនដ៏មានតម្លៃបំផុតអំពីសារៈសំខាន់នៃការប្រុងប្រយ័ត្ននិងការទប់ចិត្តទាំងក្នុងការនិយាយស្ដីនិងការប្រព្រឹត្តអំពើផ្សេងៗដូនតាយើងពិតជាឆ្លៀសវៃណាស់បានយកធម្មជាតិរបស់សត្វពីរប្រភេទគឺសត្វត្រីកំភ្លាញនិងសត្វខ្វែកមកធ្វើជាការឧបមាដើម្បីបង្ហាញអំពីកំហុសខុសឆ្គងធំពីរដែលមនុស្សយើងតែងតែជួបប្រទះនោះគឺការនិយាយដោយមិនបានគិតគូរពិចារណានិងការបន្សល់ទុកដានមិនល្អពីទង្វើរបស់ខ្លួនដើម្បីឲ្យកាន់តែច្បាស់យើងអាចបំបែកសុភាសិតនេះជាពីរផ្នែកដើម្បីបកស្រាយអត្ថន័យធៀបរបស់វាផ្នែកទី1គឺតាក់ទងទៅនឹងត្រីកំភ្លាញងាប់ព្រោះមាត់ត្រីកំភ្លាញគឺជាត្រីមួយប្រភេទដែលរស់នៅក្នុងទឹកហើយវាមានទម្លាប់មួយគឺចូលចិត្តបញ្ចេញមាត់ច្រឹបធ្វើឲ្យរលកនៅលើផ្ទៃទឹកសកម្មភាពនេះបង្កើតជាសំឡេងឬចលនានៅលើផ្ទៃទឹកដែលធ្វើឲ្យអ្នកនេសាទឬអ្នករកត្រីងាយស្រួលក្នុងការចាប់តាមរយៈសំឡេងនិងរលកទឹករបស់ត្រីដែលវាបានបង្កើតនេះគឺជាអត្ថន័យត្រង់របស់វាចំណែកឯអត្ថន័យធៀបវិញយ៉ាងដូចម្ដេចដែរត្រីកំភ្លាញត្រូវបានគេប្រៀបធៀបដូចទៅនឹងមនុស្សដែលមិនចេះទប់មាត់ឬមនុស្សមាត់ដាច់ដែលចូលចិត្តនិយាយច្រើននិយាយដោយមិនគិតមុខក្រោយឬនិយាយអួតអាងបង្ហាញខ្លួនដោយមិនដឹងអំពីកលៈទេសៈពេលខ្លះការនិយាយនោះអាចប៉ះពាល់ទៅដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃជាពិសេសការនិយាយប៉ះពាល់ទៅដល់អ្នកមានអំណាចឬអ្នកមានបុណ្យស័ក្តិធំដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯងពេលក្រោយគេតែងនិយាយថាសម្ដីជាឯកលេខជាតូប៉ុន្តែបើសិនជាយើងប្រើសម្ដីខុសកលៈទេសៈខុសទីកន្លែងសម្ដីនោះអាចនឹងវិលត្រឡប់មកសម្រាប់ម្ចាស់ដើមវិញដូចជាត្រីកំភ្លាញអញ្ចឹងដែរត្រូវបានគេចាប់ដោយសារតែការធ្វើមាត់ច្រឹបរបស់វាយ៉ាងអញ្ចឹងដែរនេះហើយគឺជាផលវិបាកនៃការនិយាយដោយឥតប្រមាណឥឡូវយើងងាកមកមើលផ្នែកទី2នៃសុភាសិតវិញម្ដងគឺសត្វខ្វែកងាប់ដោយសារអាចតើវាមានអត្ថន័យដូចម្ដេចតាមន័យត្រង់សត្វខ្វែកគឺជាសត្វក៏ដូចជាសត្វមួយចំនួនទៀតដែរតែងតែមានទម្លាប់មួយគឺនៅពេលដែលវាទុំនៅលើដើមឈើណាដូចជានៅលើមែកឈើជាដើមវាតែងតែជក់អាចនៅកន្លែងនោះដដែលយូរទៅអាចរបស់វាក៏កឡើងคล้ายទៅជាសញ្ញាដ៏ច្បាស់មួយដែលអាចឲ្យអ្នកបរបាញ់ឬអ្នកដាក់ចុងងាយស្រួលសម្គាល់ទីតាំងរបស់វាពេលនោះហើយដែលពួកគេអាចដាក់អន្ទាក់ឬរៀបចំគម្រោងចាប់វាយ៉ាងងាយស្រួលនេះគឺជាការសម្លាប់ដោយបណ្ដាលមកពីទម្លាប់បន្សល់ទុកដានរបស់សត្វខ្វែកដោយឡែកបើយើងនិយាយអំពីអត្ថន័យធៀបវិញសត្វខ្វែកប្រៀបបានទៅនឹងបុគ្គលដែលប្រព្រឹត្តអំពើមិនគួរគប្បីមានទម្លាប់អាក្រក់ហើយតែងតែបន្សល់ទុកនៅភ័ស្តុតាងឬដាននៃការប្រព្រឹត្តខុសឆ្គងរបស់ខ្លួនដានទាំងនោះអាចជាអំពើពុករលួយអំពើទុច្ចរិតការប្រព្រឹត្តខុសឆ្គងខុសច្បាប់និងទម្លាប់មិនល្អផ្សេងទៀតទោះបីជាបុគ្គលនោះព្យាយាមលាក់បាំងទង្វើរបស់ខ្លួនយ៉ាងណាក៏ដោយក៏អំពើអាក្រក់ទាំងនោះតែងតែបន្សល់ទុកនៅស្លាកស្នាម
ឬភស្តុតាងណាមួយជានិច្ចហើយថ្ងៃណាមួយដានទាំងនោះនឹងត្រូវរកឃើញហើយវានឹងវិលត្រឡប់មកដាក់ទោសនិងបង្កគ្រោះថ្នាក់ទៅដល់ម្ចាស់របស់វាវិញដោយមិនអាចគេចផុតបានឡើយដោយពាក្យចាស់លោកពោលថាគ្មានអាថ៌កំបាំងណាដែលគ្មានទេនៅលើលោកនេះសរុបអត្ថន័យមកពាក្យទាំងពីរផ្នែកនេះសុភាសិតបានបង្រៀនយើងអំពីក្បួនរស់នៅដ៏សំខាន់ពីរយ៉ាងដែលយើងគ្រប់គ្នាគួរយកមកពិចារណាទី1គឺសារៈសំខាន់នៃការទុកមាត់ឬការនិយាយស្ដីគឺជាមុខមាត់និងកិត្តិយសរបស់យើងមុននឹងយើងនិយាយអ្វីមួយយើងត្រូវចេះអង្កេតមើលកលៈទេសៈមើលមនុស្សដែលយើងកំពុងនិយាយជាមួយនិងមើលបរិយាកាសជុំវិញខ្លួនការគិតមុននិយាយគឺជាប្រការចាំបាច់ដើម្បីជៀសវាងការនាំគ្រោះថ្នាក់ដល់ខ្លួននៅក្នុងបច្ចេកវិទ្យាទំនើបការប្រុងប្រយ័ត្ននេះរឹតតែសំខាន់ជាពិសេសការបញ្ចេញមតិយោបល់នៅលើបណ្ដាញសង្គមការសរសេរឬការបញ្ចេញមតិដោយមិនបានគិតឲ្យបានគ្រប់ជ្រុងជ្រោយអាចបង្កជាផលវិបាកធ្ងន់ធ្ងរដល់ផ្លូវច្បាប់កិត្តិយសនិងសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើងបានទី2គឺការប្រុងប្រយ័ត្នចំពោះសកម្មភាពនិងការប្រព្រឹត្តរបស់យើងឃ្លាខ្វែកងាប់ព្រោះអាចបានណែនាំមនុស្សឲ្យរស់នៅដោយមានសីលធម៌និងមានភាពស្អាតស្អំកំហុសដែលកើតចេញអំពីការប្រព្រឹត្តជួនកាលពិបាកនៅក្នុងការលាងជម្រះជាងកំហុសដែលកើតចេញអំពីការនិយាយទៅទៀតដូច្នេះហើយយើងមិនគួរប្រព្រឹត្តអំពើណាដែលខុសឆ្គងឬបន្សល់ទុកនៅដែនអាក្រក់ដែលអាចឲ្យអ្នកដទៃយកមកវាយប្រហារយើងនាពេលអនាគតបានឡើយទម្លាប់មិនល្អឬក៏ទង្វើខុសឆ្គងទាំងឡាយអាចคล้ายទៅជារនាំងបិទផ្លូវជីវិតនិងអនាគតរបស់យើងសរុបសេចក្តីមកសុភាសិតត្រីកំភ្លាញងាប់ព្រោះមាត់ខ្វែកងាប់ព្រោះអាចគឺជាមេរៀនរួមដ៏អស្ចារ្យមួយដែលដាស់តឿនឲ្យមនុស្សគ្រប់រូបរស់នៅក្នុងសង្គមដោយមានការប្រុងប្រយ័ត្នខ្ពស់យើងត្រូវចេះគិតមុននឹងនិយាយហើយត្រូវចេះពិចារណាឲ្យបានល្អិតល្អន់មុននឹងយើងធ្វើសកម្មភាពអ្វីមួយការរស់នៅប្រកបដោយស្មារតីគ្រប់គ្រងទាំងមាត់និងទាំងទង្វើគឺជាគន្លឹះដ៏សំខាន់ដែលអាចនាំមកនូវសុវត្ថិភាពកិត្តិយសនិងសេចក្តីថ្លៃថ្នូរក្នុងជីវិតប្រកបដោយនិរន្តរភាពបាទប្រិយមិត្តសង្ឃឹមថាការបកស្រាយនេះអាចជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នានៅក្នុងការយកទៅពិចារណានិងអនុវត្តនៅក្នុងជីវិតរបស់យើងប្រចាំថ្ងៃសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយចុច like share និង subscribe ទៅលើ channel របស់ខ្ញុំផងដើម្បីទទួលបាននូវវីដេអូអប់រំថ្មីៗនិងជាចំណេះដឹងថ្មីៗបន្តទៀតសូមជូនពរបងប្អូនជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់គ្នាសូមអរគុណសូមជម្រាបលា